បាទសូមជម្រាបសួរបាទពុកម៉ែយាយតាទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺថាធ្វើវីដេអូមួយគឺតាក់ទងនឹងបងប្អូនទាំងអស់គឺបាទស្រស់សួរមួយមតិគ្នាគឺថាអញ្ជើញដល់ពុកម៉ែយាយតាមាមីងអ៊ំពូទាំងអស់ហ្នឹងបាទឲ្យគាត់មកអង្គុយនៅកន្លែងនេះបាទបងប្អូនណាបាទអង្គុយលើកៅអីហ្នឹងទៅដើម្បីបងប្អូនកូនក្មួយទាំងអស់យើងរៀបចំធ្វើពិធីស្រង់ព្រះជូនគាត់បាទគឺស្ថិតនៅបាទថ្ងៃទី17ខែមេសាឆ្នាំ2026គឺជាថ្ងៃបុណ្យឆ្លងបាទបុណ្យឆ្លងនៃពិធីចូលឆ្នាំខ្មែរតែម្ដងបងប្អូនណាបាទបាទពីព្រោះថាកន្លងទៅគឺថាបាទគាត់កាលពីយើងនៅតូចក្តីបាទគឺគាត់ធ្លាប់មើលថែបាទបីបាច់មើលថែងូតទឹកក្តៅទឹកត្រជាក់ឲ្យយើងបាទទាំងសម្លៀកបំពាក់អីច្រើនបាទគុណសម្រាប់គាត់ហ្នឹងគឺថាជាអាណាចក្រកម្មការហើយបាទសម្រាប់កូនសម្រាប់ក្មួយយើងរាប់គុណរបស់គាត់ហ្នឹងគឺថារាប់មិនបានទេបាទអញ្ចឹងគឺថាអ្វីដែលយើងអាចធ្វើបានជូនគាត់គឺយើងធ្វើទៅតាមលទ្ធភាពបណ្ដាបណ្ដាអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងគឺថាបងប្អូនទាំងអស់ហ្នឹងគឺបានស្រស់ស្រួលគ្នាបាទអញ្ជើញគាត់ទាំងអស់ហ្នឹងគឺថាដើម្បីធ្វើពិធីស្រង់ព្រះជូនគាត់នៅវេលាម៉ោង9ជាងព្រឹកហ្នឹងបាទម៉ោង9ព្រឹកស្ថិតនៅថ្ងៃទី17មេសា2026នឹងតែម្ដងបាទហើយជាពិសេសគឺថាចំពេលដែលបងប្អូនយើងនៅជុំគ្នាបាទនៅជុំគ្នាយើងទៅយើងធ្វើពិធីស្រង់ព្រះជូនគាត់ឲ្យហើយអញ្ចឹងដល់ពេលថ្ងៃទី18គឺចាប់ផ្ដើមបងប្អូនគឺចាប់ផ្ដើមយើងចេញដំណើរទៅបាទប្រកបការងារផ្សេងទៅកាន់តាមខេត្តឬក៏តាមតំបន់ផ្សេងបែកគ្នាដើម្បីជីវភាពការងារបាទបាទអញ្ចឹងគឺថាបន្ទាប់ពីធ្វើពិធីស្រង់ព្រះជូនគាត់ក៏ដូចជាជូននៅលុយកាក់ឬក៏បាទភេសជ្ជៈមួយចំនួនជូនគាត់រួចហើយក៏បងប្អូនទាំងអស់ហ្នឹងនាំគ្នាងូតទឹកបាទងូតទឹកខ្លួនឯងតែម្ដងបាទងូតហើយក៏ងាកឡើងហ្នឹងគឺមានកម្មវិធីបាទជួបជុំបងប្អូនម៉ាសាទៀតតែម្ដងបាទអញ្ចឹងគឺថាថ្ងៃទី18ហ្នឹងគឺថាបែកគ្នាបាទចេញទៅប្រកបការងារផ្សេងបាទហើយឱកាសក្រោយៗគឺយើងជួបគ្នាជាបន្តទៀតបាទអរគុណណាស់បងប្អូនទាំងអស់គ្នាផងដែរបាទកុំភ្លេចជួយចុចភាសាជីវ Subscribe Like Share បាទ